ជាដំបូងនេះខ្ញុំសូមគោរពនិងជម្រាបសួរដល់លោកគ្រូមុំស្រីនិងអ្នកដែលបានទស្សនាវីដេអូនេះទាំងអស់គ្នានាងខ្ញុំឈ្មោះនាងលីណាជាសិស្សថ្នាក់ទី 12B នៃវិទ្យាល័យបូរនីហ៊ុនសែនឡុងតុងថ្ងៃនេះខ្ញុំមកសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី 9 កុម្ភការបានលើកទ័ពទៅវាយព្រះរាមក្នុងរាត្រីនោះព្រះរាមបានឃើញផ្កាយមួយចម្លែកក៏អត់ពិភេកទូទាយឃើញថាកុម្ភការបានលើកទ័ពមកវាយឆ្មក់ព្រះរាមក៏បញ្ជាឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការឲ្យចូលទ័ពរបស់ព្រះរាមកុម្ភការបានអះអាងថាខ្លួនទោះបីព្រះរាមមានឫទ្ធានុភាពខ្លាំងយ៉ាងណាក៏ដោយទោះបីក្រុងរាពណ៍ខុសយ៉ាងណាក៏ដោយក៏ខ្លួនមិនព្រមរស់នៅក្រោមការត្រួតត្រែរបស់ព្រះរាមដែរពេលនោះសង្គ្រាមក៏កើតមានឡើងរវាងព្រះរាមនិងកុម្ភការបានចោលមងសាក់ត្រូវជើងរបស់ព្រះលក្សណ៍ធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងរកើតជាដំបៅក៏ចាក់ឫសដល់ឋានបាតាលក្រុងរាពណ៍យំសោកយ៉ាងខ្លាំងព្រោះមិនអាចជួយប្អូនបានពិភេកក៏ទទួលខ្លួនសំថ្នាំព្យាបាលព្រះលក្សណ៍ដោយបញ្ជាឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពាន្តដូចជាបោសវីកេសបុទុមសោភេសកណីនិងទឹកមន្តគោឧសរាជហនុមានមិនស្គាល់ថ្នាំក៏លើភ្នំទាំងមូលយកមកឲ្យពិភេកតែនៅខ្វះថ្មមួយដុំគឺថ្មបោះនៅក្រោមដំណេករបស់ក្រុងរាពណ៍ហនុមានក៏ទៅសណ្ដំយក្សទាំងអស់រួចក៏យកថ្មនោះបានប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះមកទាន់ព្រះលក្សណ៍នៅតែសុគតដដែលហនុមានក៏ទៅខាត់ដំណើរព្រះអាទិត្យមិនព្រមដោយព្រោះខ្លាចខុសពេលវេលារបស់មនុស្សពេលនោះហនុមានក៏វាយសេះរបស់ព្រះអាទិត្យឲ្យរត់បាត់អស់ទៅព្រះលក្សណ៍បានជាសះស្បើយក៏ទៅច្បាំងម្ដងទៀតម្ដងនេះព្រះលក្សណ៍បានសម្លាប់កុម្ភការក្រុងរាពណ៍ក៏បញ្ជាឲ្យអនុជិតចូលច្បាំងបន្តសង្គ្រាមយ៉ាងយូរទីបំផុតអនុជិតបានថ្លែងសរជាអ្នកបាសចងចាប់ពលស្វានិងព្រះលក្សណ៍ព្រះរាមបានយំសោកយ៉ាងខ្លាំងដោយមិនអាចជួយព្រះលក្សណ៍បានហើយក៏កំហែងទៅឋានលើឲ្យជួយដោយប្រកាសថាខ្លួននឹងក្រវែងធ្នូសរកំទេចឋានលើឲ្យខ្ទេចអស់បើព្រះលក្សណ៍សុគតពួកទេវតាក៏តក់ស្លុតទៅអង្វរព្រះព្រហ្មឲ្យលែងគ្រុឌចេញពីទ្រង់ដើម្បីដេញអ្នកអនុជិតចេញពេលនោះព្រះលក្សណ៍និងពលស្វាក៏បានរួចជីវិតឡើងវិញរឿងរាមកេរ្តិ៍ខ្សែទី 9 ក៏បានចប់ត្រឹមនេះខ្ញុំក៏សូមអរគុណដល់លោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់ខ្ញុំសង្ខេប